អតីតភរិយាមហាសេដ្ឋី Jeff Bezos បរិច្ចាគលុយច្រើនជាង$26,000 លានដល់អង្គការសប្បុរសធម៌លោក Mackenzie Scott ត្រូវបានគេរាយការណ៍ថាបានបរិច្ចាគទឹកប្រាក់រហូតដល់ទៅ$26.3 លានដល់អង្គការសប្បុរសធម៌ជាច្រើនចាប់តាំងពីបានលែងលះជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ក្នុងឆ្នាំ2019មកនេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBCនៅក្នុងការបង្ហោះសារមួយលើបណ្ដាញសង្គមកាលពីដើមខែនេះលោកស្រី Scott ដែលជាអតីតភរិយារបស់លោក Bezos បានប្រកាសថានៅដើមឆ្នាំនេះលោកស្រីបានបរិច្ចាគទឹកប្រាក់ចំនួន$7.17 លានដល់អង្គការចំនួន225ដែលចំនួននេះធ្វើឲ្យការបរិច្ចាគសរុបរបស់លោកស្រីគិតចាប់តាំងពីឆ្នាំ2019មកកើនឡើងដល់$26.3 លានយ៉ាងណាមិញចំពោះការបរិច្ចាគនេះត្រូវបានចែកចាយទៅអង្គការមិនស្វែងរកប្រាក់ចំណេញជាច្រើនរួមទាំងមហាវិទ្យាល័យនិងសាកលវិទ្យាល័យជាច្រើនសម្រាប់មនុស្សស្បែកខ្មៅនិងអង្គការដែលផ្ដោតលើការដោះស្រាយបញ្ហាដូចជាភាពក្រីក្រអយុត្តិធម៌សង្គមនិងការប្រែប្រួលអាកាសធាតុជាដើមមិនតែប៉ុណ្ណោះលោកស្រី Scott បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនទៀតថាចំនួនទឹកប្រាក់នេះទំនងជាត្រូវបានលើកឡើងនៅក្នុងព័ត៌មានប៉ុន្តែមិនថាវាមានចំនួនប៉ុន្មានទេវាគ្រាន់តែជាផ្នែកតូចមួយនៃទង្វើនៃការយកចិត្តទុកដាក់និងការចែករំលែករវាងមនុស្សប៉ុណ្ណោះជំរាបជូនថាយោងតាមទស្សនាវដ្តី Forbes លោកស្រី Scott គឺជាអ្នកបរិច្ចាគជូនដល់អង្គការសប្បុរសធម៌ច្រើនបំផុតនៅលើពិភពលោកបន្ទាប់ពីលោក Warren Buffett និង Bill Gatesបច្ចុប្បន្នទស្សនាវដ្តីនេះបានប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រីមានចំនួនប្រមាណ$29.9 លានលោកស្រីបានក្លាយជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីលែងលះជាមួយស្ថាបនិក Amazon លោក Jeff Bezos ក្នុងឆ្នាំ2019និងទទួលបានភាគហ៊ុន 4% នៅក្នុងក្រុមហ៊ុន